ចាជម្រាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះសម្រាប់ពេលវេលាដ៏ល្អថ្ងៃនេះអញ្ចឹងថ្ងៃនេះគ្រូបានលើកយកមេរៀនភាសាខ្មែរថ្នាក់ទី5ដែលតកតងជាមួយនឹងមេរៀនទី37សញ្ញាឧទានចាឥឡូវដើម្បីយើងស្គាល់ពីសញ្ញាឧទានយើងទៅមើលនិយមន័យជាមួយនឹងអ្នកគ្រូទាំងអស់គ្នាសញ្ញាឧទានសម្រាប់ដាក់ក្រោយពាក្យឃ្លាឬល្បះដើម្បីសម្គាល់ពាក្យឧទានដែលសម្ដែងអំពីការភ័យស្លន់ដំអូញការបន្តការស្ងើយសរសើរនិងកំហឹងម្ដងទៀតសញ្ញាឧទានសម្រាប់ដាក់ក្រោយពាក្យឃ្លាឬល្បះដើម្បីសម្គាល់ពាក្យឧទានដែលសម្ដែងអំពីការភ័យស្លន់ដំអូញការបន្តការស្ងើយសរសើរនិងកំហឹងតោះឥឡូវយើងទៅមើលឧទាហរណ៍ជាមួយនឹងអ្នកគ្រូទាំងអស់គ្នាឧទាហរណ៍របស់អ្នកគ្រូគឺមានចំនួន5ចាឧទាហរណ៍ទី1យីអីក៏ពិបាកម្លេះអញ្ចឹងគាត់មកមើលពាក្យពីខាងក្រោយពាក្យនេះគឺវាមានសញ្ញាទានហើយពីខាងក្រោយគ្នាគឺមានសញ្ញាទានដូចគ្នាចាយីអីក៏ពិបាកម្លេះឧទាហរណ៍ទី2យីម្ដេចមកធ្វើអ្វីបែបនេះ2យីម្ដេចមកធ្វើអ្វីបែបនេះ3យាយដំរីធំណាស់3យាយដំរីធំណាស់4អាយ៉ាកាបូបនេះស្អាតណាស់4អាយ៉ាកាបូបនេះស្អាតណាស់5យើធ្វើខុសហើយនៅមិនដឹងខ្លួន5ធ្វើខុសហើយសំទោសយើធ្វើខុសហើយនៅមិនដឹងខ្លួនចាយកឥឡូវយើងទៅមកឧទាហរណ៍ទាំង5ហ្នឹងថាវាតកតងជាមួយនឹងឧទានដែលវាសម្គាល់អំពីការភ័យស្លន់ឬមួយក៏ការដំអូញអីចាឧទាហរណ៍ទី1នេះយីអីក៏ពិបាកម្លេះគឺវាសម្គាល់ពីសេចក្តីត្អូញត្អែថាយីអីក៏ពិបាកម្លេះគឺវាសម្គាល់ពីសេចក្តីត្អូញត្អែ2យីម្ដេចមកធ្វើបែបនេះគឺសម្គាល់ពីពាក្យស្ដីបន្តោសដូចឧទាហរណ៍ថាយើងយីធ្វើអីអញ្ចឹងចា3យាយដំរីធំណាស់អញ្ចឹងលេខ3នេះគឺវាសម្គាល់ពីការភ័យស្លន់4អាយ៉ាកាបូបនេះស្អាតណាស់សម្គាល់ពីការស្ងើយសរសើរទី5យើធ្វើខុសហើយនៅមិនដឹងខ្លួនទៀតអញ្ចឹងពាក្យទី5ចុងក្រោយគេនេះឧទាហរណ៍ទី5ចុងក្រោយគេនេះថាយើធ្វើខុសហើយនៅមិនដឹងខ្លួនទៀតអញ្ចឹងវាសម្គាល់ពីកំហឹងដែលយើងខឹងនរណាម្នាក់ចាអរគុណកូនៗទាំងអស់គ្នាសម្រាប់មេរៀនថ្ងៃនេះសូមព្រះប្រទានពរដល់កូនៗទាំងអស់